ដល់ពេលបង់ពន្ធផ្លូវទៀតហើយណាលោកអ្នកអាចបង់ពន្ធតាម ABA បានយ៉ាងងាយស្រួលជាមួយ ABA Mobile លោកអ្នកអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំតាម Digital ដោយមិនចាំបាច់ខាតពេលចេញទៅក្រៅនោះទេហើយអ្វីដែលកាន់តែពិសេសទៀតនោះលោកអ្នកនឹងទទួលបានលទ្ធប័ត្រឬ sticker បង់ពន្ធដែលនឹងដឹកជញ្ជូនអ្នកដល់ទីកន្លែងតែម្ដងតើមកពីរបៀបបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាម ABA Mobile ទាំងអស់គ្នាដើម្បីបង់ពន្ធផ្លូវតាម ABA Mobile ដំបូងចូលទៅ ABA Mobile របស់លោកអ្នកហើយចុចលើប៊ូតុងទូទាត់ប្រាក់រួចចុចយកសេវាស្ថាប័នរដ្ឋាភិបាលជ្រើសរើសពន្ធលើមធ្យោបាយដឹកជញ្ជូននោះកម្មវិធី GDT Taxpayer App នឹងលោតមកដោយស្វ័យប្រវត្តិឬចូលទៅ download GDT Taxpayer App នៅលើ Play Store ឬ App Store សម្រាប់អ្នកដែលមិនទាន់មានពេលចូលមកកម្មវិធី Taxpayer App ចុចបង្កើតគណនីថ្មីសម្រាប់អ្នកមិនទាន់មានគណនីរួចបំពេញព័ត៌មានខ្លះៗពីលោកអ្នកសម្រាប់អ្នកមានគណនីរួចគ្រាន់តែវាយ email និងពាក្យសម្ងាត់រួចចុចចូលប្រើប្រាស់កម្មវិធីជ្រើសរើសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនចុចបន្ថែមយានយន្តថ្មីរួចបំពេញលេខនៅលើលទ្ធប័ត្រឆ្នាំចាស់ដែលលោកអ្នកធ្លាប់បានបង់ពីឆ្នាំមុនឬក៏ប្រើបានសម្គាល់ការបង់ពន្ធយានជំនិះរបស់លោកអ្នកអាចបំពេញលេខឬក៏ scan barcode តែម្ដងក៏បានចុចបន្ទាប់បងប្អូនទទួលបានព័ត៌មានយានយន្តរបស់បងប្អូនអញ្ចឹងសូមទៀងទាត់ម្ដងទៀតបើសិនជាព័ត៌មានត្រឹមត្រូវអស់ហើយសូមចុចបន្ទាប់ជ្រើសរើសលេខទូរស័ព្ទដើម្បីទទួលបានលេខកូដសម្ងាត់6ខ្ទង់រួចចុចបន្ទាប់បំពេញលេខកូដ6ខ្ទង់ដែលទទួលបានតាមពីសារ SMS ហើយចុចផ្ទៀងផ្ទាត់នោះអ្នកនឹងចុះឈ្មោះយានយន្តលោកអ្នករួចរាល់បន្ទាប់មកសូមចុចលើយានយន្តដែលបងប្អូនចង់បង់ពន្ធរួចចុចដាក់ចូលកន្ត្រកទៀងទាត់ទឹកប្រាក់ដែលអ្នកត្រូវបង់រួចចុចបង់ប្រាក់ពន្ធកន្លែងនេះជាកន្លែងបំពេញអាសយដ្ឋានដើម្បីទទួលលទ្ធប័ត្ររបស់អ្នកបងប្អូនអាចជ្រើសរើសអាសយដ្ឋានដោយកំណត់ទីតាំងលើផែនទីដើម្បីឲ្យក្រុមការងារដឹកជញ្ជូនដល់ទីតាំងបងប្អូនផ្ទាល់តែម្ដងតែបើអាសយដ្ឋានបងប្អូនស្ថិតនៅតំបន់ដែលមិនអាចដឹកជញ្ជូនបានបងប្អូនត្រូវទៅទទួលលទ្ធប័ត្រដោយផ្ទាល់នៅតាមសាខាពន្ធដារខេត្តក្រុងរបស់បងប្អូនបន្ទាប់មកបំពេញលេខទូរស័ព្ទដើម្បីគេតាក់ទងរួចចុចរក្សាទុកកន្លែងបង់ប្រាក់សូមជ្រើសរើសយក ABA Pay ចុចបន្ទាប់ចុចបើកនោះអ្នកនឹងចូលទៅកាន់ ABA Mobile ជ្រើសរើសយកគណនីដែលអ្នកចង់បង់ចុចបង់ឥឡូវហើយចុចលេខកូដ4ខ្ទង់របស់បងប្អូនជាការស្រេចមាន ABA Mobile អាចបង់ពន្ធជាច្រើនប្រភេទបានគ្រប់ទីកន្លែងគ្រប់ពេលវេលា